ជាដំបូងអ្នកខ្ញុំមានប្រតិបត្តិសូមគោរពជំរាបសួរលោកជំទាវជាសុខនួននិងសូមគោរពជំរាបសួរលោកសិទ្ធិធម៌នាយករដ្ឋបាលក្រុមប្រឹក្សាពិបាលនិងបងក្រុមប្រឹក្សាពិបាលរបស់សមាគមសហគ្រិនស្ត្រីទាំងអស់គ្នាក៏ដូចជាបងសហគ្រិនដែលមានវត្តមាននៅទីនេះតទៅនេះមានខ្ញុំសូមនាំអ្នកទាំងអស់គ្នាទៅស្គាល់ពីភោជនីយដ្ឋានពីអ្នកពូចាប់ផ្ដើមនៅក្នុងឆ្នាំ2017ដែលមានទីតាំងនៅលើផ្លូវវត្តបោចិត្តគ្រួសារលោកឆាឥឡូវស្គាល់ពូហើយតោះទៅស្គាល់មីម្ដងអញ្ចឹងអ្នកខ្ញុំភេងពិតប្រតិបត្តិម្ចាស់ភោជនីយដ្ឋានពីអ្នកពូនិងជាម្ដាយដ៏មានមោទនភាពរបស់កូនទាំងពីររបស់ខ្ញុំសុខពលភូមិនិងសុខវេទិកាវ៉ាឆ្នាវីហើយអ្នកទាំងអស់គ្នានឹងស្គាល់ថាហេតុអីបានយើងបង្កើតពីអ្នកពូឡើងខ្ញុំបង្កើតពីអ្នកពូឡើងគឺក្នុងគោលបំណងលើកកម្ពស់វិស័យវប្បធម៌ម្ហូបអាហារខ្មែរដោយនៅក្នុងភោជនីយដ្ឋានពីអ្នកពូគ្រប់មុខម្ហូបទាំងអស់គឺសុទ្ធសឹងតែការចេញពីឫសគល់នៃម្ហូបដូនតារបស់យើងហើយយើងនឹងធ្វើឲ្យម្ហូបដូនតារបស់យើងឈរនៅលើឆាកអន្តរជាតិទី2គឺយើងមានបេសកកម្មក្នុងការកែប្រែពាក្យខ្មែរនៅក្នុងវិស័យម្ហូបអាហារឲ្យខ្លះទៅជាអត្តសញ្ញាណដ៏រឹងមាំនិងជាបេតិកភណ្ឌតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិលើពីនេះពីអ្នកពូពិតជាមានមោទនភាពដែលយើងចូលរួមយ៉ាងសកម្មជាមួយនឹងបងប្អូនកសិករក្នុងការស្វែងរកផលិតផលជាមួយនឹងគ្រឿងផ្សំមកធ្វើជាផលិតផលសម្រាប់របស់ពួកយើងរកផលិតផលនៅសេវាកម្មរបស់ពីអ្នកពូគឺយើងខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ពួកយើងក្នុងការបញ្ចូលគ្នារវាងការចម្អិនបែបបុរាណហើយនិងបែបសម័យដើម្បីធ្វើឲ្យអតិថិជនរបស់យើងមកកាន់ពីអ្នកពូពេលដែលគាត់ញ៉ាំហើយគឺគាត់មុនដំបូងគាត់ចូលមកគាត់គិតថាមកចង់ភ្លក់ម្ហូបខ្មែរប៉ុន្តែនៅពេលដែលគាត់ញ៉ាំម្ហូបខ្មែរហើយគាត់នឹងនិយាយថាវ៉ាវម្ហូបខ្មែរហើយយើងក្រៅពីមានតាមរយៈនោះដែរគឺយើងយកការធ្វើម្ហូបតាមដងវិថីនៅក្នុងផ្ទះនៅតាមពិធីបុណ្យទានក៏ដូចជាបែបកសម្ព័ន្ធរបស់ចម្អិនយ៉ាងណាឲ្យស្របទៅតាមស្តង់ដារចម្អិនអន្តរជាតិម្ហូបរបស់មេស៊ីកូធ្វើបានម្ហូបខ្មែរក៏ធ្វើបានដូចគ្នាហើយយើងក្រៅពីមានម្ហូបយើងក៏មានការរៀបចំពិធីបង្រៀនធ្វើម្ហូបពិសេសដូចជាចម្អិនម្ហូបជាមួយម៉ែនិងកូនប្រុសជាថ្នាក់បង្រៀនធ្វើម្ហូបដល់បាក់ក្តៅដែលបង្រៀនដោយមេចុងភៅហើយនិងម្ដាយរបស់គាត់ផ្ទាល់ទី2អាហារដ៏ពិសេសសម្រាប់មួយទីស្រឡាញ់របស់ខ្ញុំអញ្ចឹងយើងរចនាឡើងដើម្បីឲ្យអតិថិជនគាត់ទទួលបានហើយនឹងស្គាល់ថាអ្វីទៅជាការចម្អិនម្ហូបបែបលក្ខណៈគ្រួសារខ្មែរហើយអ្វីទៅជាការបរិភោគម្ហូបជុំគ្នាបែបលក្ខណៈគ្រួសារខ្មែរហើយចុងក្រោយយើងថ្លៃជាងគេបន្តិចទាំងអស់គ្នាហើយយើងបានដាក់ឈ្មោះឲ្យថាការចម្អិនម្ហូបនៅក្នុងចក្រានអត្តកម្ពុជាគាត់តែលើឈ្មោះក៏ខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាគិតថាផ្សងព្រេងបែបណាដែរបើចង់ដឹងឲ្យកាន់តែច្បាស់ចូលឈ្មោះមួយពីអ្នកពូទៅចម្អិនម្ហូបនៅក្នុងផ្ទះបាយអត្តកម្ពុជាទាំងអស់គ្នាហើយក្រៅពីហ្នឹងហើយក្រៅពីហ្នឹងយើងក៏មានរៀបចំការដំណើរកម្សាន្តទៅទីជនបទដើម្បីដែលប្រកបដោយភាពសប្បាយរីករាយក្អាកក្អាយតែកំភ្លេចនៅក្នុងនោះយើងនឹងបង្កប់នូវភាពរលូនជូរចត់ឲ្យគាត់ជាការឆ្លុះបញ្ចាំងនៅជីវិតរស់នៅពិតប្រាកដហើយគាត់នឹងទទួលបានបទពិសោធន៍ដូចជាអ្នកប្រមាញ់អាហារពិតប្រាកដនៅក្នុងសង្គមពិតប្រាកដហើយគាត់តម្លៃហើយអ្នកទាំងអស់គ្នាឆ្ងល់ទេយើងជាភោជនីយដ្ឋានទេប៉ុន្តែយើងតែងតែផ្សារភ្ជាប់ជាមួយនឹងប្រវត្តិសាស្ត្រវប្បធម៌ហើយនិងសភាពហើយយើងតែងតែទៅស្រាវជ្រាវផ្ទាល់នៅតាមប្រាសាទបុរាណស្តុកទឹកបុរាណក៏ដូចជាភ្នំដូចរូបភាពនេះផ្ទាល់អញ្ចឹងគឺយើងទៅលេងនៅភ្នំហើយយើងទៅស្រាវជ្រាវមើលនៅទីនោះដែរហើយអ្វីដែលយើងរកឃើញនោះពីកន្លែងហ្នឹងគឺដូនតារបស់យើងគឺគាត់អស្ចារ្យមែនទែនគាត់បានផ្លាស់ប្ដូរនៅម្ហូបអាហារ3ពេលរបស់យើងហ្នឹងឲ្យខ្លះទៅជាឱសថញ៉ាំហើយសុខភាពល្អនិងអាយុវែងហើយនេះគឺជាចីរភាពនៅក្នុងវិស័យម្ហូបអាហារដែលដូនតាយើងបន្សល់ទុកឲ្យដូច្នេះហើយក្នុងនាមយើងជាកូនចៅជំនាន់ក្រោយគឺយើងត្រូវតែសិក្សាស្រាវជ្រាវនិងបន្តនៅកេរដំណែលរបស់គាត់គុណតម្លៃនៃសេវាកម្មរបស់ពីអ្នកពូគឺយើងផ្ដល់ឱកាសឲ្យអតិថិជនរបស់ពួកយើងគាត់ចូលរួមចំណែកក្នុងការផ្លាស់ប្ដូរយ៉ាងពិតប្រាកដមួយក្រោមយុទ្ធនាការរបស់យើងអាហារមួយពេលដាក់ឈ្មោះមួយដើមដើម្បីចូលរួមចំណែកក្នុងការធ្វើឲ្យពិភពលោកមានបបិតងចូលរួមគ្រប់គ្រងជាមួយនឹងវិស័យកសិកម្មក៏ដូចជាការពារហើយនិងពង្រឹងគុណភាពដីសម្រាប់ក្មេងជំនាន់ក្រោយហើយនេះគឺជា
ពាក្យស្លោករបស់យើងកាលណាដែលនេះគឺជាពាក្យស្លោករបស់យើងនៅយើងត្រូវឆ្នៃប្រឌិតនៅផលិតផលទាំងស្អស់ដោយអស់ពីលទ្ធភាពនោះគឺជាការដឹងគុណបំផុតទៅលើភពផែនដីរបស់យើងហើយយើងនឹងបន្តការរស់នៅដោយនិរន្តរភាពហើយយើងនេះគឺជាវត្តមានពីអ្នកគូនៅលើប្រព័ន្ធ social media ហើយបើសិនជាអ្នកទាំងអស់គ្នាមានប្រព័ន្ធណាផ្សេងទៀតដែលអត់មានពីអ្នកគូចាំជួយប្រាប់ពីអ្នកគូផងអរគុណច្រើនហើយអរគុណទាំងអស់គ្នាដែលស្ដាប់នេះនិយាយចំពោះ